សូមបញ្ជាក់ថានេះគឺជាប្រព័ន្ធភ្លើងដែលរាជរដ្ឋាភិបាលដឹកនាំដោយសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតដែលបន្តពីសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនមកតភ្លើងពីគោកហើយពីគោកនេះគឺទាញពីកោះកុងមកវិញពីតារាសាគោលជាប់មកកោះត្រង់ហើយពេលនេះគឺមកដល់កោះរងសលឹមបាទហើយការដាក់ឲ្យប្រើប្រាស់ប្រព័ន្ធនេះជាផ្លូវការគឺយើងចាប់ពីថ្ងៃ1ខែ5ទៅបាទថ្ងៃ1ខែ5ទៅគឺតភ្ជាប់ហើយឲ្យប្រើប្រាស់តម្លៃរបស់រដ្ឋតែម្ដងរបស់រដ្ឋគឺ720ចុកក្រោមតាមកម្រិតនៃការប្រើប្រាស់របស់ប្រជាពលរដ្ឋបាទអញ្ចឹងនេះគឺជាសមិទ្ធផលថ្មីមួយទៀតនៅលើកោះរងសង្ងំរបស់យើងក្រោមការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលដែលដឹកនាំដោយសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតហើយនៅទីនេះខ្ញុំក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់នៅកោះនេះសូមរួតរះមកទំនាក់ទំនងជាមួយនឹងក្រុមការងារដើម្បីដាក់ពាក្យឲ្យតបជាប់ភ្លើងដើម្បីប្រើប្រាស់ព្រោះថាភ្លើងដែលរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតដាក់មកនេះគឺតម្លៃស្តង់ដារអញ្ចឹងតម្លៃខុសគ្នាជាមួយនឹងក្រុមហ៊ុនពីមុនដែលយើងប្រើម៉ាស៊ីនភ្លើងច្រើនណាស់បាទក្រុមហ៊ុនពីមុនប្រើម៉ាស៊ីនភ្លើង1គីឡូ2900រៀលក្នុង1គីឡូហើយឥឡូវនេះសម្ដេចបានតភ្ជាប់មកនេះគិត1គីឡូ720ចឹងពី2900មក720វា3ដងជាងបើសិនជា7 3ដង21បើ4ដង28 4ដងបាទខុសត្រូវគ្នា4ដងតម្លៃភ្លើងបាទអញ្ចឹងគឺជាយុទ្ធសាស្ត្រមួយនៃការជួយលើកកម្ពស់ជីវភាពរស់នៅប្រជាពលរដ្ឋហើយការជួយលើកកម្ពស់ជីវភាពរស់នៅប្រជាពលរដ្ឋស្មើនឹងយុទ្ធសាស្ត្រកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាលដែរបាទសូមអរគុណ